ជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនអំពីមុខងារដ៏សំខាន់មួយដ៏ចាំបាច់មួយនៅក្នុងប្រភេទទូរស័ព្ទ Android ដែលមុខងារនេះគឺក្នុង iOS អត់មានទេប៉ុន្តែសម្រាប់ Android គឺមានអញ្ចឹងមុខងារមួយនេះគឺវាអាចជួយសង្គ្រោះជីវិតមនុស្សរបស់យើងបានរហូតដល់រាប់លាននាក់ឯណោះកាលពីកន្លងខែកន្លងទៅនៅក្នុងកំឡុងថ្ងៃទី24ខែមិថុនានៅក្នុងប្រទេសវេណេស៊ុយអេឡាបាទតាមរយៈព័ត៌មានរបស់ BBC ផ្សាយគឺមនុស្សរាប់លាននាក់បានរួចផុតអំពីគ្រោះរញ្ជួយដីនៅវេណេស៊ុយអេឡាហើយអ្វីដែលមិននឹកស្មានដល់គឺមនុស្សទាំងអស់នោះគាត់ក៏បានដឹងព័ត៌មានអំពីការ alert ប្រាប់ដំណឹងអំពីគ្រោះរញ្ជួយដីមុនដែលមុខងារនេះគឺមាននៅក្នុង Android អញ្ចឹងឥឡូវខ្ញុំនឹងឲ្យបងប្អូនមើលអំពីរបៀបចូលទៅធ្វើការកំណត់ឬក៏បើកមុខងារនេះអញ្ចឹងសម្រាប់នៅក្នុងប្រទេសកម្ពុជាយើងនេះមិនធ្លាប់ជួបប្រទះគ្រោះរញ្ជួយដីទេដូច្នេះបងប្អូនមួយចំនួនគាត់ប្រកាសជាមិនដឹងទេអំពីការបើកមុខងារនេះហើយគាត់ក៏មិនបានចាប់អារម្មណ៍ចំពោះការបើកមុខងារនេះដែរប៉ុន្តែវានឹងមានប្រយោជន៍ជូនបងប្អូនបើសិនជាបងប្អូនចៃដន្យនេះធ្វើដំណើរទៅកំសាន្តឬក៏ទៅប្រទេសណាផ្សេងៗដែលធ្លាប់មានគ្រោះរញ្ជួយដីអញ្ចឹងខ្ញុំនឹងបង្ហាញបងប្អូនអំពីរបៀបបើកមុខងារមួយនេះអញ្ចឹងសូមបញ្ជាក់ថានៅលើ Android ណាអញ្ចឹងបងប្អូនចូលមកក្នុង setting ទូរស័ព្ទដៃរបស់យើងមកបន្ទាប់ពីចូលក្នុង setting ហើយបងប្អូន scroll វារកមើលណាអូសវាទៅលើដើម្បីរកមើលអញ្ចឹងរកមើលពាក្យsafety and emergency បាទគឺត្រង់នេះចុចមកបន្ទាប់ពីចូលមកដល់កន្លែងនេះហើយគឺបងប្អូនរកមើលពាក្យអូសវា scroll រកមើលពាក្យ earthquake alert បាទ earthquake alert អញ្ចឹងគឺវានៅចិត្តនេះទេបងប្អូនអាចគាត់ scroll បន្តិចឃើញបាទអញ្ចឹងគឺទីនេះអញ្ចឹងបងប្អូនមើលមកគឺនៅទីនេះគឺបាត់បិទហើយអញ្ចឹងសូមបងប្អូនចុចវាបើករបៀបនេះអញ្ចឹងនៅពេលដែលបងប្អូនធ្វើដំណើរទៅប្រទេសណាដែលឧស្សាហ៍មានគ្រោះរញ្ជួយដីអញ្ចឹងគឺបងប្អូននឹងទទួលបាន alert មកលើទូរស័ព្ទដៃរបស់យើងតែម្ដងអញ្ចឹងបងប្អូនប្រកាសថាមុខងារមួយនេះគឺបងប្អូនបានបើករបៀបនេះហើយអញ្ចឹងគឺតែប៉ុណ្ណឹងគឺចប់រួចរាល់ហើយបងប្អូនអាចចុចត្រឡប់ថយក្រោយបានអញ្ចឹងមុខងារមួយនេះគឺវាមានប្រយោជន៍មែនទែនសម្រាប់បងប្អូនទាំងអស់គ្នាជាពិសេសបើសិនជាបងប្អូនទាំងអស់គ្នាមានសាច់ញាតិឬក៏បងប្អូនដែលនៅប្រទេសក្រៅគឺក៏អាចចែករំលែកវីដេអូមួយនេះឲ្យគាត់បានមើលអំពីវិធីសាស្ត្រនៃការបើកមុខងារនេះមួយផងដែរបាទក៏ដូចជាបានចែករំលែកនៅសេចក្តីស្រឡាញ់ជូនគាត់ផងដែរបាទមុខងារនេះគឺសាមញ្ញងាយស្រួលចូលទៅកំណត់គឺមិនពិបាកលំបាកស្មុគស្មាញទេអញ្ចឹងបងប្អូនគិតថាវីដេអូមួយនេះគឺមានប្រយោជន៍បងប្អូនអាចចែករំលែកវីដេអូនេះទៅមនុស្សជាទីស្រឡាញ់របស់បងប្អូនបាទហើយជាចុងក្រោយគឺអត់មានអ្វីទេសូមអរគុណច្រើនបាទសូមជម្រាបលា